វីដេអូនេះផ្ញើជូនទៅបងប្អូនសិស្សនិស្សិតទាំងអស់គ្នាអ្នកនរគ្នាដែលចូលមកក្នុងវីដេអូនេះប្រកាសឃើញ caption របស់ខ្ញុំហើយអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាយល់ថាតើខ្លួនឯងគួរធ្វើអ្មេចនៅក្នុងការសម្រេចគោលដៅថ្នាក់ទី12ខ្ញុំឆ្លងកាត់មុនខ្ញុំក៏ផ្ដាំទៅអ្នកនរគ្នាដែរខ្ញុំត្រឹមជាសិស្សនិទេសទេព្រោះសិស្សនិទេសអីគេចែកម្លេចច្រើនឥឡូវសិស្សនិទេសគេមកចែកម្លេចម្ដងគឺថាយើងអាចរំពឹងបាននិទេស A និទេស B យើងរំពឹងចុះអាណាឲ្យយើងខិតខំតែកុំដាក់សម្ពាធខ្លួនឯងពេកអ្នកនរគ្នាអាចធ្វើការរៀនសូត្រតាមលំដាប់លំដោយគ្មានក្បួនរៀនទេអ្នកនរគ្នាគឺខ្ញុំមករៀនមិនរៀនទៅឲ្យអ្នកនរគ្នាអាចចាប់បានអាចយល់បានពីមេរៀនហ្នឹងអ្នកខ្លះថាអូខ្ញុំរៀនចេះដាក់ការវាចេះខ្មោចពួកហ្នឹងបោកក៏ប៉ុន្តែពួកហ្នឹងវារៀនតែរហូតបងអ្នកនរគ្នាចាប់រៀនតាំងពីដើមឆ្នាំចាប់រៀនតាំងពីដំបូងមកវាចេះដូចតែគ្នាហ្នឹងបាននិទេស A ដូចតែគ្នាហ្នឹងcònពេលខ្លះអ្នកនរគ្នាបដោតបានតែមួយផ្លេតហើយក៏អាទឹកចិត្តហ្នឹងអស់ទៅវិញគេហៅថា motivation កាលណាការជំរុញលើកទឹកចិត្តខ្លួនឯងអានោះអស់កំសួរទៅគឺអស់ហើយអ្នកនរគ្នាអស់ហើយអញ្ចឹងតែធ្វើម៉េចអ្វីដែលសំខាន់គឺ self discipline អញ្ចឹងបានន័យថាយើងត្រូវមានវិន័យផ្ទាល់ខ្លួនវិន័យផ្ទាល់ខ្លួនតែកាលណាយើងមានវិន័យផ្ទាល់ខ្លួនធ្វើឲ្យយើងអាចទៅមុខជាបន្តដូចជាឲ្យក្រាបមួយអញ្ចឹងណាអា motivation ហ្នឹងវាឡើងតែអញ្ចឹងហើយវាមក down តែអញ្ចឹងហ្មងតែសម្រាប់ self discipline គឺវាឡើងតែឡើងវាទៅលើរហូតវាទៅយឺតវាអត់ស្ទុះដូច motivation ទេអញ្ចឹងអ្នកនរគ្នាសំខាន់គឺ self discipline ហើយយើងរៀនឲ្យទៀងទាត់ទៅកុំដាក់សម្ពាធខ្លួនឯងពេកមួយថ្ងៃរៀនបានប៉ុណ្ណាចាប់បានប៉ុណ្ណាយកប៉ុណ្ណឹងហើយស្អែករៀនបន្តទៀតឲ្យតែអ្នកទាំងអស់រៀនចប់រហូតខ្ញុំមិនជឿថាអ្នកនរគ្នាប្រឡងធ្លាក់ទេអញ្ចឹងណាហើយអ្នកខ្លះហ្នឹងគេនិយាយថាចេះចេះចោះតែខ្ញុំមិនដែលឃើញពួកហ្នឹងវាធ្វើពិតប្រាកដផងពួកអាសាសនិទេស A ដែលរៀនជុំខ្ញុំហ្នឹងវារៀនគួរឡើងប្រហែលសឹង5មុខហើយខ្ញុំអីមិនបានតរៀនគួរផងខ្ញុំមានពេលណាតរៀនគួរបើខ្ញុំវល់ធ្វើស្រែដែរហ្នឹងអើយក្រោយបាក់ដប់នៃរឿងដែលពិបាកគឺវាមានច្រើនអញ្ចឹងអ្នកនរគ្នាកុំរំពឹងលើអានិទេសហ្នឹងពេកបើរកបាននិទេស A ល្អតែកុំរំពឹងកុំដាក់សម្ពាធខ្លួនឯងខំរៀនមួយទៅតាមដំណើរថាខ្លួនឯងអាចទទួលយកបានទើបយើងមានប្រសិទ្ធភាព effectiveness effectivity sorry មិននិយាយច្រឡំអាហ្នឹងគឺប្រសិទ្ធភាពវាសរៀនតែគ្នាទេវាអត់មានអីខុសគ្នាប្រហែលទេអញ្ចឹងអ្នកនរគ្នាព្យាយាមរៀនពីពេលនេះតទៅមុខអ្នកនរគ្នានឹងឃើញលទ្ធផលបានអ្នកនរគ្នាបានមើលវីដេអូនេះអ្នកនរគ្នាប្រកាសជាយល់ព្រោះខ្ញុំអាហ្នឹងក៏ខ្ញុំឮគ្រូផ្សេងក៏និយាយដូចគ្នាព្រោះខ្ញុំរៀននៅសាកលក៏គេនិយាយចឹងដូចគ្នាអញ្ចឹងជួបគ្នាវីដេអូក្រោយបើសិនជាមានឱកាស